ចាសូមជម្រាបសួរនិស្សិតសង្ឃលោកទាំងអស់នៅក្នុងសេចក្តីស្រឡាញ់នៃព្រះអង្គម្ចាស់ព្រះយេស៊ូវនៅថ្ងៃនេះយើងនឹងសិក្សាមេរៀននៅសប្តាហ៍ទី9ដែលនិយាយអំពីព្រះបន្ទូលដ៏រស់សូមយើងបើកទៅទំព័រទី102យើងចាប់ផ្ដើមឡើងដោយព្រះគម្ពីរយូស្វេជំពូក1ខ8ខ8ជំពូក1ខ6ដល់ខ8ចូលឲ្យមានកម្លាំងនិងចិត្តក្លាហានចុះត្បិតឯងនឹងនាំឲ្យបណ្ដាជននេះបានគ្រងស្រុកដែលអញបានស្បត់ថានឹងឲ្យដល់ពួកឯកកោគេឲ្យឯងគ្រាន់តែមានកម្លាំងនិងចិត្តក្លាហានប៉ុណ្ណោះដើម្បីនឹងកាន់ហើយប្រព្រឹត្តតាមក្រឹតវិន័យគ្រប់ជំពូកដែលម៉ូសេជាអ្នកបម្រើអញបានបង្គាប់មកកុំឲ្យងាកបែរចេញទៅខាងស្ដាំឬខាងឆ្វេងឡើយប្រយោជន៍ឲ្យឯងបានកើតការនៅកន្លែងណាដែលឯងទៅនោះកុំឲ្យគម្ពីរក្រឹតវិន័យនេះភ្លេចបាត់ពីមាត់ឯងឡើយគឺត្រូវឲ្យសម្ជឹងទាំងយប់ទាំងថ្ងៃវិញដើម្បីឲ្យបានកាន់ហើយប្រព្រឹត្តតាមអស់ទាំងសេចក្តីដែលបានកត់ទុកនៅក្នុងគម្ពីរនេះឯងត្បិតគឺយ៉ាងនោះដែលឯងនឹងបានកើតការនៅគ្រប់ទាំងផ្លូវឯងហើយនឹងបានចម្រើនឡើងផងព្រះគម្ពីរយូស្វេជំពូក1ខ6ដល់ខ8ទំព័រ102ដដែលសូមស្រមៃមើលមួយផ្លែចុះបើមានគេជូនចំនួនអ្វីមួយមកសំទោសបើមានគេជូនចំនួនអ្វីមួយមកយើងហើយចំនួននោះអាចបង្ហាញផ្លូវឲ្យដឹងត្រូវបែរទៅទិសណាមានវិបុលភាពមានជោគជ័យអាចយកបង្កើនសមត្ថភាពឲ្យឡើងបុណ្យស័ក្តិទោះបីជីវិតឆ្លងកាត់អ្វីក៏ដោយព្រមទាំងជួយឲ្យឈ្នះមារសត្រូវគ្រប់ទិសទីផងលើសពីនោះចំនួននោះអាចជួយទុកចិត្តមិនឲ្យប្រព្រឹត្តបាបមិនទទួលរងគ្រោះមិនជួបការអស់សង្ឃឹមដែលប្រការណាមួយចំនួនល្អបែបនេះតើនរណាម្នាក់មិនចង់បានតាមពិតទៅចំនួនមានលក្ខណៈល្អដូចចំនួនខាងលើគឺព្រះគម្ពីរដែលជាព្រះបន្ទូលព្រះគម្ពីរជាចំនួនមួយព្រះគម្ពីរជាចំនួនដែលមានមហិទ្ធិឫទ្ធិចេស្តាមកពីព្រះជាម្ចាស់ចំនួននោះព្រះអង្គម្ចាស់ទ្រង់ប្រទានមកសម្រាប់ឲ្យយើងទទួលបាននៅអ្វីៗដោយក្តីស្រមៃខាងលើបើយើងអានព្រះបន្ទូលហើយយកមកប្រើប្រាស់ពុកពើក្នុងជីវិតរស់នៅផងយើងនឹងឃើញព្រះជាម្ចាស់ទ្រង់បំពេញសេចក្តីសន្យានានាដូចមានចែងទុកនៅក្នុងព្រះគម្ពីរនោះជាប្រកបចូលដល់នឹងសួរហើយឆ្លើយខ្លួនឯងមុនចុះថារាល់ថ្ងៃតើបានពិចារណាព្រះបន្ទូលរហូតបណ្ដាលឲ្យទ្រង់បានផ្លាស់ប្ដូរគំនិតចាស់ពីមុនរបស់អ្នកយ៉ាងដូចមនុស្សខ្លះចាចូលចម្លងព្រះគម្ពីរយូហានជំពូក1ខ1ដល់ខ3ការដើមដំបូងមានព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះហើយព្រះបន្ទូលនោះឯងជាព្រះទ្រង់គង់ជាមួយព្រះតាំងអំពីដើមមកគ្រប់របស់ទាំងអស់ដែលបានកើតមកគឺដោយសារទ្រង់ហើយក្នុងបណ្ដារបស់ដែលបានបង្កើតមកទាំងប្រមាណនោះគ្មានអ្វីណាមួយកើតមកក្រៅពីទ្រង់ឡើយគ្រាលោកសន្និវាសយើងសប្តាហ៍ថ្ងៃនេះចាប់បដិសន្ធិឡើងព្រះអង្គម្ចាស់យេស៊ូវទ្រង់គង់នៅទីនោះហើយព្រះអង្គគឺជាព្រះបន្ទូលបង្គាប់ឲ្យលោកសន្និវាសប្រសូតឡើងជារូបរាងព្រះអង្គម្ចាស់យេស៊ូវនិងព្រះបន្ទូលជាអង្គតែមួយគត់ការពិតខាងវិញ្ញាណនេះមានអត្ថន័យជ្រាលជ្រៅទូលំទូលាយយ៉ាងខ្លាំងណាស់ព្រះបន្ទូលប្រសូតចេញជារូបរាងអង្គព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទហើយព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទប្រសូតអង្គទ្រង់ចេញជាព្រះបន្ទូលចារនៅលើសន្លឹកព្រះគម្ពីរបើព្រះអង្គម្ចាស់យេស៊ូវបង្ហាញអង្គទ្រង់ឲ្យយើងឃើញក្នុងវិនាទីនេះលោកអ្នកច្បាស់ជាមិនពិបាកនឹងជឿឡើយថាព្រះអង្គទ្រង់អាចព្យាបាលអ្នកជំងឺគ្រប់បែបយ៉ាងមានជំងឺវិបត្តិផ្លូវចិត្តព្រមទាំងដោះស្រាយអ្នកមានទុក្ខទោសផ្សេងឲ្យមានសេរីភាពឡើងវិញសប្តាហ៍ព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទទ្រង់បើកបង្ហាញអង្គទ្រង់មានប្រកាយជាអក្សរចាស់ទុកនៅលើសន្លឹកព្រះគម្ពីរទោះបើព្រះអង្គមានប្រកាយជាអក្សរចាស់ទុកនៅលើសន្លឹកព្រះគម្ពីរក៏ដោយក៏ព្រះអង្គទ្រង់នៅតែមានមហិទ្ធិឫទ្ធិចេស្តាខ្លាំងក្លាដូចគ្នាសុទ្ធសាធទៅនឹងព្រះអង្គម្ចាស់យេស៊ូវដែលទ្រង់មានប្រកាយជាមនុស្សជាតិដោយការទ្រង់យាងគង់នៅផែនដីដែរព្រះបន្ទូលទ្រង់មានមហិទ្ធិឫទ្ធិចេស្តាដល់មហោច្ចារ្យ
យើងត្រូវទទួលយកការពិតនេះមកដាក់នៅក្នុងមកដាក់ទុកក្នុងចិត្តដើម្បីឲ្យព្រះបន្ទូលធ្វើការយ៉ាងអស្ចារ្យក្នុងឆាកជីវិតពេលលោកអ្នកមានអារម្មណ៍ថាព្រះបន្ទូលសាបរលាបការនោះមិនមែនព្រះបន្ទូលសាបរលាបដូចយើងគិតទេការនោះមកពីយើងមិនបានយកព្រះបន្ទូលមកផ្សារជាប់សាច់មួយជាមួយជំនឿចំពោះព្រះបន្ទូលទ្រង់ចានៅទំព័រទី103ដូច្នេះបើអួតថាស្រឡាញ់ព្រះយេស៊ូវចូលត្រូវស្វែងរកទ្រង់ឲ្យឃើញច្បាស់នៅក្នុងព្រះបន្ទូលរួចហើយត្រូវចាត់ទុកព្រះបន្ទូលទ្រង់ថាជាអាញាខ្ពស់បណ្ដាច់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃចូលចម្លងបទគម្ពីរយូហានជំពូក6ខ63គឺជាវិញ្ញាណដែលឲ្យមានជីវិតរូបសាច់គ្មានប្រយោជន៍អ្វីទេឯពាក្យដែលខ្ញុំនិយាយនឹងអ្នករាល់គ្នានោះត្រូវខាងឯវិញ្ញាណនិងជីវិតវិញនៅក្នុងភាសាក្រិកវិញ្ញាណគេប្រើពាក្យថា pneuma ប្រែថាវត្តមានព្រះឬបរិជាសាស័សខ្យល់ដង្ហើមព្រះគម្ពីរមិនមែនជាសម្រងអត្ថបទចងក្រងឡើងជាកាន់ប្រើសម្រាប់ពង្រឹងសិលធម៌រស់នៅទេផ្ទុយទៅវិញព្រះគម្ពីរគឺជាតួអង្គការពិតយ៉ាងគ្រប់លក្ខជាព្រះរាជសាស័ក្តិរបស់ព្រះអង្គម្ចាស់ផ្ទាល់តែម្ដងព្រះបន្ទូលអាចធ្វើឲ្យសម្រេចការអ្វីមួយដោយអង្គទ្រង់ផ្ទាល់ទ្រង់ឥតចាំបាច់ត្រូវការអត្តរិទ្ធចេស្តាអ្វីមួយយកមកជួយធ្វើអន្តរាគមន៍ពីលើព្រះអង្គឡើយចាចូលចម្លងព្រះគម្ពីរអេសាយជំពូក55ខ11នោះពាក្យអញដែលចេញពីមាត់អញទៅក៏មិនដែលវិលមកឯងវិញដោយឥតកើតផលយ៉ាងដូច្នោះដែរគឺនឹងធ្វើឲ្យសម្រេចតាមសេចក្តីពងប្រាថ្នានៅក្នុងចិត្តអញហើយនឹងចម្រើនឡើងក្នុងការអ្វីដែលអញចាត់ទៅធ្វើនោះចាសូមយើងបើកទៅទំព័រទី104ចាទំព័រទី104ចាព្រះបន្ទូលជាដង្ហើមជីវិតរបស់ព្រះជាម្ចាស់ផ្ទាល់បើចង់យល់ដឹងព្រះបន្ទូលដោយប្រើចំណេះដឹងរបស់លោកអ្នកផ្ទាល់ការយល់នោះមិនខុសពីយល់ពីធម៌អានៅក្នុងសាសនាផ្សេងគ្មានអំណាចចេស្តាគ្មានខ្លឹមសារអ្វីទាំងអស់តាមពិតទៅការសិក្សាព្រះបន្ទូលមានសារៈសំខាន់ណាស់សម្រាប់រាជព្រះជាម្ចាស់ប៉ុន្តែបើសិក្សាព្រះបន្ទូលដោយគ្មានព្រះវិញ្ញាណបរិសុទ្ធទ្រង់គង់ប្រថាប់ធ្វើជាព្រះមហាបរមគ្រូផងទេអត្ថបទព្រះបន្ទូលដែលយកមកធ្វើការសិក្សានោះគ្រាន់តែជាការអានសំណេរអ្វីមួយចារលើក្រដាសតែប៉ុណ្ណោះដូច្នេះបើសិក្សាព្រះបន្ទូលហើយគ្មានការប៉ះពាល់អ្វីបន្តិចដល់ចិត្តសោះមនុស្សម្នាច្រើនណាស់ជួបបទពិសោធន៍លោកនេះដែរបទពិសោធន៍នេះប្រៀបបានទៅនឹងបុគ្គលម្នាក់ដែលពាក់វ៉ែនតាខុសលេខប្រឹងអានរឿងប្រឡំលោកដ៏រំភើបតែគ្មានអ្វីកើតឡើងចំពោះអារម្មណ៍ខ្លួនសោះទីបរិស័ទច្រើនរូបណាស់ចូលចិត្តសិក្សាព្រះបន្ទូលមិនដែលខានវគ្គណាឡើយតែខំប្រឹងសិក្សាដោយគ្មានព្រះវិញ្ញាណបរិសុទ្ធជាគ្រូបង្រៀនផ្ទាល់ព្រះបន្ទូលដែលមានន័យខ្លឹមសារធ្ងន់អាចដាស់ព្រលឹងឲ្យភ្ញាក់ឡើងបែរជាធ្វើឲ្យអ្នកសិក្សាងើបកាប់មុខដូចមាន់ប្រកាច់ទៅវិញយើងត្រូវការព្រះវិញ្ញាណបរិសុទ្ធទ្រង់ធ្វើជាគ្រូបង្រៀនព្រះបន្ទូលទើបអត្ថបទសរសេរលើសន្លឹកព្រះគម្ពីររស់រវើកក្នុងឆាកជីវិតចានៅទំព័រទី104ដដែលព្រះគម្ពីរយូហានជំពូក5ខ36ដល់ខ39សម្ដែងថាប៉ុន្តែខ្ញុំមានទីបន្ទាល់វិសេសជាងទីបន្ទាល់របស់លោកយូហានទៅទៀតពីព្រោះការទាំងប៉ុន្មានដែលព្រះវរបិតាបានប្រគល់មកឲ្យខ្ញុំធ្វើបង្ហើយគឺការដែលខ្ញុំធ្វើទាំងប៉ុន្មាននោះឯងនោះបានធ្វើបន្ទាល់ពីខ្ញុំហើយថាព្រះវរបិតាបានចាត់ឲ្យខ្ញុំមកឯព្រះវរបិតាដែលចាត់ឲ្យខ្ញុំមកទ្រង់ក៏ធ្វើបន្ទាល់ពីខ្ញុំដែរអ្នករាល់គ្នាមិនដែលឮសំឡេងទ្រង់ឡើយក៏មិនដែលឃើញរូបអង្គទ្រង់ផងអ្នករាល់គ្នាគ្មានព្រះបន្ទូលទ្រង់នៅក្នុងខ្លួនសោះពីព្រោះអ្នករាល់គ្នាមិនជឿដល់ព្រះអង្គដែលទ្រង់ចាត់ឲ្យមកនេះ
អ្នករកគ្នាស្ទង់មើលគម្ពីរដែលស្មានថាបានជីវិតដំណើរអស់កលជានិច្ចអំពីគម្ពីរនោះមកគឺជាគម្ពីរនោះឯងដែលធ្វើបន្ទាល់ពីខ្ញុំតែអ្នករកគ្នាមិនសុខចិត្តមកឲ្យខ្ញុំឲ្យបានជីវិតទេនៅក្នុងព្រះគម្ពីរសញ្ញាថ្មីពួកអាចារ្យផារ៉ាស៊ីដេញដោលព្រះអម្ចាស់យេស៊ូវយកស្លាប់យករស់តាក់ទងទៅនឹងអង្គទ្រង់ដែលអះអាងថាទ្រង់ជាព្រះរាជបុត្រារបស់ព្រះក្នុងចំនួននោះគ្មានបុគ្គលណាម្នាក់ចេះគម្ពីរជាងពួកអាចារ្យផារ៉ាស៊ីទេសម្បីគម្ពីរធម៌បញ្ញកម្មទាំងមូលពួកអាចារ្យផារ៉ាស៊ីសូត្ររត់មាត់ឥតមានអត្រង់ណាសោះប៉ុន្តែរឿងចេះព្រះគម្ពីរព្រះអម្ចាស់យេស៊ូវទ្រង់សម្ដែងបន្ទូលទ្រង់សម្ដែងព្រះបន្ទូលថាការចាំបទគម្ពីរក្នុងពោះក្បាលទុកស្មើនឹងគ្មានព្រះបន្ទូលនៅក្នុងចិត្តដូច្នេះហើយបានជាទ្រង់មានព្រះបន្ទូលទូងពួកអាចារ្យផារ៉ាស៊ីថាអ្នករាល់គ្នាស្ទង់មើលគម្ពីរដែលស្មានថាបានជីវិតដំណើរអស់កលជានិច្ចអំពីគម្ពីរនោះមកគឺជាគម្ពីរនោះឯងដែលធ្វើបន្តពីខ្ញុំដូច្នេះពួកអាចារ្យផារ៉ាស៊ីដូចជាពួកអាចារ្យផារ៉ាស៊ីដែរបើអានមិនអមដោយជំនឿទុកចិត្តលើព្រះបន្ទូលថាព្រះជាព្រះអម្ចាស់យេស៊ូវទេលោកអ្នកមិនបានជួបប្រភពព្រះយេស៊ូវជាព្រះបន្ទូលនៅក្នុងអត្ថបទចារទុកមកឡើយយើងនឹងបញ្ចប់នៅទំព័រទី104ហើយយើងនឹងចូលទៅទំព័រទី105ចូលដល់ដឹងស៊ូហើយឆ្លើយខ្លួនឯងមើលចុះថាតើអានព្រះបន្ទូលដោយសារជាភារៈត្រូវអានឬមួយក៏អានឲ្យស្គាល់ព្រះរាជបុគ្គលិកលក្ខណៈព្រះអម្ចាស់យេស៊ូវគ្រីស្ទឲ្យកាន់តែភ្លឺច្បាស់ជាងមុនបើស្គាល់ទ្រង់ច្បាស់ជាងមុនតើច្បាស់ត្រង់ចំណុចណាចាសូមសរសេរចម្លើយដាក់នៅក្នុងសៀវភៅកិច្ចការឥឡូវនេះយើងបើកទៅទំព័រទី105ព្រះបន្ទូលសម្ដែងឬរេម៉ាតកតងនឹងព្រះបន្ទូលសម្ដែងឬរេម៉ាទេវតាកាប្រយ៉ាលោកទៅជួបយុវនារីមួយរូបនាមម៉ារីដើម្បីប្រកាសប្រាប់ថានាងត្រូវធ្វើជាមាតាព្រះអម្ចាស់សង្គ្រោះសូមអានព្រះគម្ពីរលូកាជំពូក1ខ26ដល់ខ37នៅត្រង់ខ37ម៉ារីនាងបានសួរទេវតាដោយឆ្ងល់ថានាងនៅក្រមុំព្រហ្មចារីសោះតើឲ្យធ្វើជាម្ដាយកូននោះដូចម្ដេចកើតទេវតាលោកសេចក្តីតបវិញថាត្បិតការអ្វីដែលព្រះទ្រង់ធ្វើពុំបាននោះគ្មានសោះឡើយពាក្យថាគ្មានអ្វីជាភាសាហេក្រិកនិយាយថាឧបរេម៉ាផ្សំពីឧបគឺគ្មានបូកនឹងរេម៉ាគឺសម្ដីឬព្រះបន្ទូលដូច្នេះពាក្យថាអុករេម៉ាមានន័យថាគ្មានបន្ទូលត្រង់ណាសម្ដែងហើយមិនកើតជារូបរាងទេមានរេម៉ាសម្ដែងមកហើយរូបរាងដូចជាព្រះបន្ទូលសម្ដែងនោះពិតជាកើតមានក្រោយជាមិនខានក្រោយជាប្រកបមានរេម៉ាចាសូមសមានដងទៀតមានរេម៉ាសម្ដែងមកហើយរូបរាងដូចជាព្រះបន្ទូលសម្ដែងមកនោះពិតជាកើតតាមក្រោយជាប្រកបរេម៉ាគឺបន្ទូលសម្ដែងចាយើងបន្តនៅទំព័រទី105កំពុងស្ដាប់ព្រះបន្ទូលគ្រូអធិប្បាយលោកសម្ដែងអ្នកស្ដាប់ឮរេម៉ាព្រះបន្ទូលស្រូបចូលតាមប្រជាដល់ខួរក្បាលហេតុការណ៍នោះគឺរេម៉ាធ្លាក់ចេញពីបបោមាត់គ្រូអធិប្បាយស្រូបចូលទៅក្នុងចិត្តអ្នកស្ដាប់ពេលអានអត្ថបទរេម៉ាព្រះបន្ទូលលោតចេញពីសន្លឹកព្រះគម្ពីរយាយចូលទៅប៉ះពាល់រឿងរ៉ាវនានាដែលអ្នកអានដែលកំពុងជួបប្រទះក្នុងឆាកជីវិតរេម៉ាព្រះបន្ទូលធ្វើសកម្មភាពនៅក្នុងជីវិតអ្នកជឿយ៉ាងរស់រវើកពេលរេម៉ាព្រះបន្ទូលបានសន្យានឹងវិញ្ញាណលោកអ្នកហើយព្រះអម្ចាស់ទ្រង់ធានាថាកិច្ចសន្យាមួយនេះនឹងសម្រេចជារូបរាងថ្ងៃណាមួយជាយថាហេតុចាចូលអាននៅព្រះគម្ពីរលូកាជំពូក1ខ38សំទុកហើយឆ្លើយសំណួរសួរថាតើម៉ារីនាងឆ្លើយតបយ៉ាងដូចម្ដេចចំពោះសម្ដីរបស់ទេវតាបន្ទាប់ពីព្រះបន្ទូលសម្ដែងចំពោះនាងម៉ារីជឿពាក្យនោះភ្លាមនៅក្នុងចិត្តនាងសម្រាប់ទទួលយករឿងពិតនោះមកឲ្យរូបកាយនាងធ្វើសកម្មភាពមុននឹងកិច្ចសន្យាក្នុងព្រះបន្ទូលសម្ដែងប្រសូតជារូបរាងដូច្នេះខណៈរេម៉ាព្រះបន្ទូលចាក់ចេញពីបបោមាត់ទេវតាកាព្រីយ៉ាម៉ារីនាងធ្វើតាមព្រះបន្ទូលរួចជាស្រេចវិញ្ញាណបានឮប្រសូតសៀងរេម៉ាព្រះបន្ទូលហើយ
តើលោកអ្នកត្រៀមខ្លួនស្ដាប់បង្គាប់ទ្រង់ដែរឬទេក្នុងករណីលោកអ្នកស្ដាប់បានហើយយល់ច្បាស់ខ្លឹមសារនៃព្រះបន្ទូលសន្យាតែមិនទាន់ឃើញបានសម្រាប់ចេញជារូបរាងសូមចាំជានិច្ចថាព្រះអម្ចាស់ទ្រង់មិនទាមទារឲ្យលោកអ្នកយល់ព្រះបន្ទូលទាំងស្រុងទេទ្រង់ទាមទារតែម្យ៉ាងគឺឲ្យលោកអ្នកស្ដាប់បង្គាប់ប៉ុណ្ណោះដូច្នេះបើយើងអាចទូលព្រះអង្គថាអោព្រះអង្គម្ចាស់អើយទូលព្រះបង្គំមិនទាន់យល់ទេប៉ុន្តែទូលព្រះបង្គំខ្ញុំម្ចាស់សម្រេចទុកចិត្តទ្រង់ទាំងស្រុងទៅចុះចាសសូមលោកអ្នកបើកទៅទំព័រទី106ចូលដណ្ដឹងសួរហើយឆ្លើយខ្លួនឯងមើលចុះថាកន្លងមកតើធ្លាប់ឮព្រះសើសៀងរេម៉ាមានព្រះបន្ទូលមកកាន់អ្នកផ្ទាល់ដែរឬទេតើព្រះបន្ទូលត្រង់ជំពូកណាខណាហើយអ្នកអនុវត្តយ៉ាងដូចម្ដេចខ្លះអ្នកអនុវត្តយ៉ាងដូចម្ដេចចូលលើកទីបន្ទាល់ឲ្យបានចំចាសសូមពិភាក្សានៅក្នុងក្រុមរបស់លោកអ្នកមធ្យោបាយបណ្ដាលឲ្យព្រះបន្ទូលដាស់តឿនខាងក្រោមនេះជាមធ្យោបាយ3យ៉ាងសម្រាប់បណ្ដាលឲ្យរេម៉ាព្រះបន្ទូលដាស់តឿនដើម្បីឲ្យលោកអ្នកមានជីវិតរស់រវើកឡើងមធ្យោបាយ3យ៉ាងនោះមានទី1ថ្វាយអតិភិបចំពោះព្រះបន្ទូលមួយថ្ងៃត្រូវញែកមួយពេលទុកដោយឡែកសម្រាប់ពិចារណាព្រះបន្ទូលឲ្យបានដល់បាតដោយរូបកាយត្រូវការអាហារសម្រាប់កម្លាំងកាយវិញ្ញាណត្រូវការព្រះបន្ទូលជាភត្តាហារចម្រើនជំនឿដែរការថ្វាយអតិភិបចំពោះព្រះបន្ទូលដែលអានយ៉ាងយកចិត្តទុកដាក់រាល់ថ្ងៃពិតជាធ្វើឲ្យជីវិតមានភាពស្រស់បំព្រងមែនទី2ជឿទុកចិត្តព្រះបន្ទូលត្រូវជឿទុកចិត្តព្រះបន្ទូលលោកអ្នកកំពុងអានថាជាការពិតព្រះបន្ទូលសម្ដែងថាបើគ្មានជំនឿទេมันអាចគាប់ប្រតិទ្រង់បានឡើយកំពុងជឿព្រះបន្ទូលយ៉ាងសុខជីវិតលោកអ្នកលូតលាស់ទាំងជំនឿទាំងការទុកចិត្តព្រះបន្ទូលលោកអ្នកកំពុងអានមានព្រះបន្ទូលសម្ដែងថាដូច្នេះជំនឿកើតឡើងដោយឮហើយដែលឮនោះគឺដោយសារព្រះបន្ទូលនៃព្រះគម្ពីររ៉ូមជំពូក10ខ17ចានៅទំព័រទី106ដដែលទី3សិញ្ជឹងគិតព្រះបន្ទូលមិនត្រូវអានព្រះបន្ទូលឲ្យតែចប់រួចដាក់ចោលមួយកណ្ដប់ទេព្រះបន្ទូលត្រង់ទំនុកដំកើងជំពូក1ខ2ថាអ្នកនោះត្រេកអរតែនឹងក្រឹតវិន័យរបស់ព្រះយេហូវ៉ាវិញក៏រំពឹងគិតក្នុងក្រឹតវិន័យទ្រង់ទាំងយប់ទាំងថ្ងៃដែរពាក្យថារំពឹងគិតឬក៏សិញ្ជឹងគិតមានន័យថាយកព្រះបន្ទូលមកទំពីអៀងស្រូបយករសជាតិរួចហើយលេបចូលទៅក្នុងពោះទុកសម្រាប់ទាញយកមកទំពីអៀងម្ដងហើយម្ដងទៀតសម្រាប់ប្រើពេលត្រូវការត្រូវទំពីអៀងមួយថ្ងៃទល់ល្ងាចនោះព្រះបន្ទូលទ្រង់នឹងធ្វើសកម្មភាពដោយព្រះបន្ទូលទ្រង់សម្ដែងចូលដាស់តឿនចិត្តឲ្យនឹកឃើញការពិតបង្កប់ទឹកនៅក្នុងចិត្តដើម្បីបើកផ្លូវថ្វាយរេម៉ាព្រះបន្ទូលទ្រង់ជំរុញជំនឿឲ្យអវយវៈបង្កើតសកម្មភាពចេញជារូបរាងឡើងមធ្យោបាយ3យ៉ាងសម្រាប់សញ្ជឹងគិតព្រះបន្ទូលទី1គឺអានព្រះបន្ទូលលឺត្រូវរកព្រះបន្ទូលណាមួយអានព្រះបន្ទូលអាចផ្ដល់កម្លាំងចិត្តខ្លួនឯងមកប្រកាសខ្លាំងឬដល់វិញ្ញាណលោកអ្នកការប្រកាសព្រះបន្ទូលខ្លាំងមានប្រសិទ្ធភាពជួយរំលឹកព្រលឹងលោកអ្នកពីភាពត្រឹមត្រូវហើយនៅពេលព្រះបន្ទូលថ្លែងចេញពីបបោមាត់ជំនឿកាន់តែបានរំពឹងត្រូវទន្ទិញព្រះបន្ទូលនោះឲ្យចំស្ទាត់ក្នុងចិត្តដើម្បីទាញយកមកប្រើប្រាស់ឲ្យចំស្ថានភាពជាក់ស្ដែងនៅគ្រាដែលជីវិតត្រូវឆ្លងកាត់រដូវកាលដោយឡែកណាមួយចាសសូមលោកអ្នកបើកទៅទំព័រទី107ឧទាហរណ៍ពេលត្រូវការតយុទ្ធជាមួយនឹងគូសត្រូវខាងវិញ្ញាណលោកអ្នកត្រូវប្រើប្រាស់1យូហានចំពុក4ខ4ដែលសម្ដែងថាពួកកូនតូចអើយអ្នករាល់គ្នាមកអំពីព្រះហើយក៏ឈ្នះវិញ្ញាណទាំងអស់នោះដែរពីព្រោះព្រះទ្រង់គង់នៅក្នុងអ្នករាល់គ្នាទ្រង់ធំជាងអនុដែលនៅក្នុងលោកីផងបើព្រះបន្ទូលប្រើសព្វនាមខុសពីរូបយើងត្រូវកែដាក់ថាខ្ញុំជំនួសសព្វនាម
ដោយចែងនៅក្នុងអត្ថបទនោះចូលអានព្រះគម្ពីរលូកាជំពូក10ខ19ដែលសម្ដែងយ៉ាងដូចនេះថាមើលខ្ញុំឲ្យអ្នករាល់គ្នាមានអំណាចដាក់អំណាចនឹងដើរជន់ទាំងពស់និងខ្យាដំរីហើយលើគ្រប់ទាំងឥទ្ធិឫទ្ធិរបស់ខ្មាំងសត្រូវផងគ្មានអ្វីនឹងធ្វើទុកអ្នករាល់គ្នាមានត្រូវដូរដាក់ថាខ្ញុំឡើយពេលឆាកជីវិតឆ្លងកាត់ស្ថានភាពតានតឹងខ្លាំងចូលយកការពិតនៅក្នុងព្រះបន្ទូលមករំលឹកខ្លួនឯងហើយរំលឹកទៀតព្រះបន្ទូលទាំងនោះមានត្រៀមបំរុងទុកជូនក្នុងសេចក្តីបន្ថែមផ្នែកខាងចុងនៃសិភៅនេះទោះបីឆ្លងកាត់ស្ថានភាពបែបណានៅក្នុងជីវិតក៏ដោយមានព្រះបន្ទូលត្រៀមជាស្រេចស៊ីជាមួយស្ថានភាពជីវិតលោកអ្នកដែលកំពុងឆ្លងកាត់នោះចូលសរសេរសព្វនាមខ្ញុំដាក់ក្នុងបទគម្ពីរខាងក្រោមដាក់ឲ្យចំឈ្មោះលោកអ្នកផ្ទាល់តែម្ដងរួចហើយអានឲ្យបានលឺដល់ត្រចៀកខ្លួនចា៎សូមដាក់ឧទាហរណ៍ដូចជានៅក្នុងព្រះគម្ពីររ៉ូមជំពូក8ខ37ទេគឺក្នុងសេចក្តីទាំងនោះយើងជំនួសពាក្យខ្ញុំដាក់ឈ្មោះរបស់លោកអ្នកវិសេសលើសជាងអ្នកដែលមានជ័យជំនះទៅទៀតដោយសារព្រះអង្គដែលទ្រង់ស្រឡាញ់យើងជំនួសទៅដាក់ពាក្យថាលោកអ្នកទៅចា៎នៅទំព័រទី107ដដែលហើយយើងនឹងអនុវត្តដូចគ្នានៅក្នុងព្រះគម្ពីរទំនុកដំណើរជំពូក27ខ1ព្រះយេហូវ៉ាទ្រង់ជាពន្លឺហើយជាសេចក្តីសង្គ្រោះរបស់ដាក់ឈ្មោះរបស់លោកអ្នកតើឈ្មោះរបស់លោកអ្នកទៀតនឹងត្រូវខ្លាចចំពោះអ្នកណាព្រះយេហូវ៉ាទ្រង់ជាទីពឹងពំនាក់នៃជីវិតឈ្មោះរបស់លោកអ្នកតើត្រូវឲ្យឈ្មោះរបស់លោកអ្នកភ័យចំពោះអ្នកណាចាឥឡូវនេះនៅក្នុងព្រះគម្ពីរទំនុកដំណើរជំពូក103ខ3ដែលទ្រង់អត់ទោសចំពោះអស់ទាំងការទុច្ចរិតរបស់ឈ្មោះរបស់លោកអ្នកទ្រង់ប្រោះជំងឺទាំងប្រមាណរបស់ឈ្មោះរបស់លោកអ្នកឲ្យជាចាឥឡូវយើងនៅក្នុងយើងចូលទៅដល់ទំព័រទី108ចាទំព័រទី108ចាយើងមើលនៅក្នុងព្រះគម្ពីរភីលីបជំពូក4ខ19ចាយើងធ្វើដដែលចាព្រះនៃសម្រាប់ឈ្មោះរបស់លោកអ្នកទ្រង់នឹងបំពេញគ្រប់ទាំងអស់ដែលអ្នករាល់គ្នាត្រូវការតាមភពសម្បត្តិនៃទ្រង់ដ៏ឧត្តមឧត្តមក្នុងព្រះគ្រីស្ទយេស៊ូវចាឥឡូវនេះយើងចូលមកដល់ទី2គិតមមីព្រះបន្ទូលទាំងយប់ទាំងថ្ងៃក្នុងមួយថ្ងៃមនុស្សលោកទូទៅបើកភ្នែកដឹងខ្លួនហើយបំផុត16ម៉ោងក្នុង16ម៉ោងនោះបើលោកអ្នកយកតែ1ម៉ោងមកគិតអំពីព្រះបន្ទូលព្រះជាម្ចាស់ពិភពលោកអ្នកពិភពលោកអ្នកមានតម្លៃខ្ពស់ជាងពិភពព្រះជាម្ចាស់និងសេចក្តីពិតរបស់ទ្រង់ហើយហេតុអ្វីមកពីលោកអ្នកឲ្យតម្លៃពិភពខ្លួនឯងខ្ពស់ជាងតម្លៃព្រះជាម្ចាស់ចូលផ្សារភ្ជាប់ពិភពសាមញ្ញនៃជីវិតរស់នៅប្រចាំថ្ងៃរបស់លោកអ្នកជាមួយនឹងពិភពពិសិដ្ឋរបស់ព្រះជាម្ចាស់ឲ្យពិភពទាំងពីរនោះคล้ายមកជាពិភពតែមួយទៅពិភពរបស់លោកអ្នកស្ថិតនៅមិនដាច់ស្រឡះឆ្ងាយពីពិភពពិសិដ្ឋរបស់ព្រះអង្គការគិតស្រមៃព្រះបន្ទូលទាំងយប់ទាំងថ្ងៃធ្វើឲ្យភពទាំងពីរនោះคล้ายមកជាភពតែមួយចាឥឡូវសូមលោកអ្នកបើកទៅទំព័រទី108ដដែលចាទី3អនុវត្តព្រះបន្ទូលបានសញ្ជឹងគិតការសញ្ជឹងគិតព្រះបន្ទូលអាស្រ័យទាំងស្រុងទៅលើគុណភាពវិញ្ញាណស្ថិតនៅក្រោមឥទ្ធិពលការពិតនៃព្រះបន្ទូលចំនួនបរិមាណចម្ពោះឬក៏ខគម្ពីរនិងសញ្ជឹងគិតចំនួនប្រមាណដងក្នុងនិងសញ្ជឹងគិតចំនួនប្រមាណដងក្នុងប្រមាណថ្ងៃมันអាចយកជាការបានទេការអានគម្ពីរទាំងមូលចប់3ដងក្នុងមួយឆ្នាំជាការល្អដែរបើប្រសិនណាជាអាចធ្វើបានប៉ុន្តែទោះបីអានបានច្រើនជាង3ដងនោះក៏ដោយបើមិនព្រមប្រគល់វិញ្ញាណឲ្យព្រះបន្ទូលធ្វើការកែប្រែគំនិតទេការអាននោះមិនខុសពីការអានសៀវភៅធម៌ផ្សេងដែលគ្មានន័យខ្លឹមសារអ្វីបន្តិចសោះពេលអានព្រះបន្ទូល
ត្រូវរកមើលការពិតមួយឈុតខាងឯព្រលឹងវិញ្ញាណយកមកធ្វើជាអៀងទំពាស្រូបរសជាតិទុកក្នុងចិត្តយ៉ាងហោចបំផុតត្រឹមមួយថ្ងៃដែរត្រូវរើសយកបទគម្ពីរមួយខមកសិក្សាឲ្យបានពិស្ដារហើយត្រូវយកមកទន្ទិញឲ្យចាំមាត់ខ្លួនឯងពេលជួបមិត្តភ័ក្តិដំណើរការពិតនោះប្រាប់គ្នាត្រូវសរសេរក្នុងកូនសៀវភៅកំណត់ហេតុផ្ទាល់ខ្លួនយកព្រះបន្ទូលទៅបិទលើទូទឹកកកលើកញ្ចក់ឆ្លុះមុខលើសន្លឹកទ្វារបន្ទប់ឬលើជញ្ជាំងផ្ទះគូអានគម្ពីរមួយខ10ដងក្នុងមួយថ្ងៃជាជាងអាន30នាទីក្នុងមួយថ្ងៃតែមួយដងជាសម្រាប់សូមអានអត្ថបទក្នុងព្រះគម្ពីរសុភាសិតជំពូក3ខ1ដល់ខ4ដូចខាងក្រោមរួចហើយគូបន្ទាត់ក្រោមពាក្យយើងត្រូវធ្វើដូចម្ដេចដើម្បីសិក្សាព្រះបន្ទូលកូនអើយកុំឲ្យភ្លេចអាវាតអញឡើយគួរឲ្យចិត្តឯងកាន់តាមបណ្ដាំរបស់អញទាំងប៉ុន្មានត្បិតសេចក្តីទាំងនោះនឹងបន្ថែមឲ្យឯងបានថ្ងៃវែងនិងអាយុយឺនយូរព្រមទាំងសេចក្តីសុខផងកុំឲ្យសេចក្តីមេត្តានិងសេចក្តីពិតចេញពីមាត់ឯងឡើយចូលចងសេចក្តីទាំងពីរនោះនៅកឯងចុះហើយចរិតទុកនៅក្នុងដួងចិត្តឯងដែរយ៉ាងនោះឯងនឹងបានប្រកបដោយគុណនិងបំណងល្អចំពោះព្រះហើយនឹងមនុស្សផងចាសូមបើកទៅទំព័រទី109ចាអានបទគម្ពីរទំនុកដំកើងជំពូក119ខ97ដល់ខ100ចូលធ្វើបញ្ជីរាយនាមសារៈប្រយោជន៍ដែលទទួលបានពីការសញ្ជឹងគិតអំពីព្រះបន្ទូលព្រះជាម្ចាស់ឲ្យបានជ្រៅជ្រះចាសូមសរសេរត្រូវប្រើប្រាស់ព្រះបន្ទូលដោយបានចែងជួនកាលយើងរវល់សម្រុករៀនព្រះបន្ទូលដូចឃ្មុំក្រេបផ្កាទន្ទិញព្រះគម្ពីរចាំមាត់ដូចសេកសារិកាម៉ាត់ណាក៏សូត្រព្រះបន្ទូលដែរប៉ុន្តែសួរថាតើបានប្រើព្រះបន្ទូលដែលបានសូត្រនោះដែរឬអត់ចូលបើយកព្រះបន្ទូលដែលយើងចេះទាំងអស់នោះមកប្រើជាក់ស្ដែងវិញតើស្ថានភាពវានៅតែតានតឹងដោយសប្តាហ៍ថ្ងៃឬមួយក៏មានភាពធូរស្រាលជាងបើប្រើព្រះបន្ទូលដូចយើងបានសូត្ររត់មាត់មែនម្លេះសំរេម៉ាសឹមទៅម្លេះសំរេម៉ាព្រះបន្ទូលធ្វើសកម្មភាពយ៉ាងរស់រវើកក្នុងជីវិតយើងហើយសេចក្តីសន្យារបស់ព្រះជាម្ចាស់នឹងសម្រេចចេញជារូបរាងបើយើងប្រើព្រះបន្ទូលចាចូលអានបទគម្ពីរយ៉ាកុបជំពូក1ខ22តើយើងត្រូវធ្វើដូចម្ដេចបានព្រះបន្ទូលសម្ដែងថាយើងកំពុងតែបោកប្រាស់ខ្លួនឯងតើយើងធ្វើដូចម្ដេចបានជាព្រះបន្ទូលសម្ដែងថាយើងកំពុងតែបោកប្រាស់ខ្លួនឯងនៅកតាខណ្ឌចុងក្រោយនៅទំព័រទី109បទគម្ពីរយ៉ាកុបជំពូក1ខ23ដល់ខ25សម្ដែងពីមានលក្ខណៈមួយឈុតមុននឹងឃើញព្រះចេស្តាព្រះជាម្ចាស់សម្រាប់ចេញជារូបរាងក្នុងជីវិតយើងលក្ខណៈមួយឈុតនោះបានចែងថាត្បិតបើអ្នកណាស្ដាប់ព្រះបន្ទូលហើយតែមិនប្រព្រឹត្តតាមអ្នកនោះធៀបដូចជាមនុស្សដែលឆ្លោះមុខក្នុងកញ្ចក់អ្នកនឹងគ្រាន់តែមើលឃើញខ្លួនរួចចេញបាត់ទៅហើយក៏ភ្លេចពីបែបខ្លួនជាយ៉ាងណាភ្លាមតែអ្នកដែលពិនិត្យមើលនៅក្នុងក្រឹតវិន័យដែលគ្រប់លក្ខគឺជាក្រឹតវិន័យខាងឯសេរីភាពហើយក៏ជាប់ចិត្តចំពោះឥតមានភ្លេចសេចក្តីដែលស្ដាប់នោះឡើយគឺបានប្រព្រឹត្តតាមវិញអ្នកនោះនឹងមានពរនៅក្នុងគ្រប់ទាំងការដែលខ្លួនធ្វើទាំងប្រមាណចាឥឡូវយើងចូលដល់ទំព័រទី110សូមបើកទៅទំព័រទី110រាល់ថ្ងៃចូលញែកមួយពេលរាល់ថ្ងៃចូលញែកពេលមួយរយៈទុកជាវេលាពិសិដ្ឋបំផុតសម្រាប់ពិចារណាព្រះបន្ទូលចោះកុំឲ្យមានអ្វីបន្តិចបង្អាក់វេលាដល់វិសិដ្ឋនោះសោះចូលរើសយកខមួយមកពិចារណាបានល្អិតអំគិតតាំងពីព្រឹកទៅល្ងាចពោលឲ្យបានលឺព្រមទាំងប្រព្រឹត្តតាមម្ដងហើយចាំមើលតើមានការអ្វីកើតឡើងសូមចាំពាក្យស្លោកទាំង3ខាងក្រោមនេះទំព័រទី110ការសញ្ជឹងគិតព្រឹត្តជាការបើកសម្ដែងការបើកសម្ដែងស្ដែងដាស់ជំនឿឲ្យរស់ឡើងជំនឿរស់ឡើងរមែងរលើងរឹសចិត្តធ្វើការផ្លាស់ប្រែចាឥឡូវយើងចូលដល់ទំព័របញ្ចប់នៅទំព័រទី111
ចំពោះទីចាទំព័រ111ហើយនិងទំព័រទី110យើងមានពីរសំណួរទី1នៅក្នុងទំព័រទី110ហើយសំណួរទី2នៅក្នុងទំព័រទី111ការត្រេះរិះពិចារណាក្នុងមេរៀនទាំងមូលនៅទំព័រទី110សំណួរទី1ពិភពជីវិតយើងរស់នៅសប្តាហ៍ថ្ងៃគួរតែមានភិនភាគដូចជាពិភពជីវិតរស់នៅក្រោមប្រកិច្ចដឹកនាំនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ចូលជួននីតិហោជាក់ស្ដែងមួយស្ដីពីការផ្សារភ្ជាប់ពិភពជីវិតរស់នៅសប្តាហ៍ថ្ងៃជាមួយនឹងពិភពជីវិតរស់នៅក្រោមប្រកិច្ចដឹកនាំនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ចាសសូមសរសេរចម្លើយហើយពិភាក្សានៅក្នុងក្រុមសំណួរទី2តើធ្វើដូចម្តេចខ្លះដើម្បីឲ្យការសម្ជុំគិតព្រះបន្ទូលមានអត្ថប្រយោជន៍ចាក់ចូលជ្រៅដល់ចំណុចដែលព្រះអង្គម្ចាស់ទ្រង់មានប្រតិចង់ឲ្យសម្រេចតាមគំនិតព្រះអង្គចាសសូមអរគុណសូមព្រះអង្គគង់ជាមួយហើយយើងនឹងជួបគ្នានៅមេរៀនបន្តទៀតចា៎